ចាថ្ងៃនេះគ្មានគឹមឈីនឹកឃើញថាខានញ៉ាំយូរហើយក៏មករំលឹកដល់រសជាតិដែលធ្លាប់ញ៉ាំពីមុនថ្ងៃមុនបានទៅទិញនៅផ្សារទំនើបមួយកន្លែងដែរតែដោយសារតែរសជាតិដូចអីដែលចង់បានចឹងមានតែមកបញ្ចេញស្នាដៃញ៉ាំខ្លួនឯងរបៀបធ្វើក៏ដូចជាការធ្វើគឹមឈីនេះខ្ញុំសូមបញ្ជាក់ផងដែរគឺតម្រូវតែមាត់របស់ខ្ញុំផ្ទាល់ក៏ដូចជាសមាជិកក្នុងគ្រួសារអញ្ចឹងការធ្វើដូចជាអត់មានអីពិបាកទេដោយសារតែគ្រឿងផ្សំរបស់យើងគឺបានកិនហើយស្រាប់ទុកនៅក្នុងទូទឹកកកអញ្ចឹងគ្រាន់តែយើងយកចេញពីទូទឹកកកមកយើងមានបន្លែរបស់យើងហ្នឹងគឺសម្អាតរួចយើងលាយត្រាំជាមួយនឹងអំបិលបន្ទាប់ពីត្រាំជាមួយអំបិលរួចហើយយើងយកទៅលាងទឹកឲ្យស្អាតឲ្យជ្រះជាមួយនឹងទឹកអំបិលហ្នឹងទៅយកមកប្រឡាក់គ្រឿងគឺជាការស្រេចអញ្ចឹងអត់មានអីពិបាកទេនេះជាមូលហេតុដែលនាងខ្ញុំចូលចិត្តធ្វើដោយសារថាមានគ្រឿងស្រាប់បើសិនជាគ្រឿងនេះអស់ហើយក៏ពិបាកក្នុងការទៅរកគ្រឿងផ្សំផ្សេងៗយកមកធ្វើដែរអញ្ចឹងអត់មានអីពិបាកទេហើយថ្ងៃនេះគឺមានតែប៉ុណ្ណឹងគឹមឈីពីរមុខគឺគឹមឈីស្ពៃបូកូហើយនិងគឹមឈីឆៃថាវយើងបានធ្វើពីរមុខនេះទៅអាចនឹងញ៉ាំរួចមួយអាទិត្យទៅពីរអាទិត្យដែរដោយសារតែយើងអត់ញ៉ាំជារៀងរាល់ថ្ងៃទុកញ៉ាំជាមួយនឹងមីឬក៏សាច់អាំងអីជាដើមអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នេះទេហើយគឹមឈីអត់មានអីស្មុគស្មាញដោយសារតែដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងគឺគ្រឿងក្រៅរបស់យើងបានមានស្រាប់ហើយមានន័យថាយើងបានផ្សំក៏ដូចជាកិនទុកពីយូរដែរចឹងអត់មានអីពិបាកក្នុងការធ្វើទេហើយវីដេអូគឺមានតែប៉ុណ្្នឹងអរគុណច្រើន